ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកចែករំលែកអំពីអត្ថប្រយោជន៍នៃពន្លឺព្រះអាទិត្យតែមានសារៈសំខាន់អ្វីខ្លះចំពោះស្បែកឆ្អឹងនិងរាងកាយរបស់មនុស្សយើងចា៎បើបងប្អូនចង់ដឹងកាន់តែច្បាស់សូមបងប្អូនទាំងអស់គ្នាចូលទៅស្ដាប់សិក្សាស្វែងយល់ជាមួយខ្ញុំទាំងអស់គ្នាណាចា៎មនុស្សគ្រប់រូបសុទ្ធតែបានដឹងអំពីផលប៉ះពាល់ដែលបណ្ដាលមកពីឥទ្ធិពលនៃពន្លឺព្រះអាទិត្យអាចធ្វើឲ្យមនុស្សជាច្រើនមានជំងឺមហារីកស្បែកក៏បង្កឲ្យស្បែកស្អាប់ប្រសិនបើពន្លឺព្រះអាទិត្យប៉ះពាល់ទៅដល់រាងកាយច្រើនពេកប៉ុន្តែប្រសិនបើបងប្អូនទាំងអស់គ្នាស្រូបយកពន្លឺព្រះអាទិត្យឲ្យបានត្រឹមត្រូវនោះវានឹងជួយឲ្យមនុស្សមានអារម្មណ៍ល្អបង្កើតវីតាមីន D ជួយសុខភាពឆ្អឹងនិងកាត់បន្ថយសម្ពាធឈាមជាដើមនេះបើយោងតាមការចុះផ្សាយរបស់ Tricity Medical Center ស្ដីអំពីអត្ថប្រយោជន៍នៃការស្រូបយកពន្លឺព្រះអាទិត្យដែលអាចជួយទៅដល់សុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកទី1វីតាមីន D វីតាមីន D មានសុខភាពសំខាន់មួយចំនួននៅក្នុងរាងកាយរបស់មនុស្សវាជួយបន្ថយការរលាកនិងការប្រែប្រួលលូតលាស់របស់កោសិកាបានល្អព្រះអាទិត្យជាប្រភពធម្មជាតិដ៏ល្អបំផុតនៃវីតាមីន D បើអ្នកចំណាយពេលត្រឹមតែ5ទៅដល់15នាទីស្រូបយកពន្លឺព្រះអាទិត្យពី3ដងក្នុងមួយសប្តាហ៍នោះអ្នកនឹងកត់សម្គាល់ពីសុខភាពមានលក្ខណៈខុសគ្នាអ្នកគួរចេញទៅខាងក្រៅដើម្បីស្រូបយកពន្លឺព្រះអាទិត្យដោយផ្ទាល់និងលើដៃនិងមុខរបស់អ្នកនោះនឹងទទួលបានវីតាមីនចាំបាច់មួយនេះគ្រាន់តែចាំថាត្រូវប្រើលេខការពារកម្ដៅថ្ងៃប្រសិនបើអ្នកទៅខាងក្រៅលើពី15នាទីទី2អារម្មណ៍ប្រសើរឡើងវានឹងធ្វើឲ្យអារម្មណ៍អ្នកសប្បាយចិត្តនិងរីករាយកាន់តែច្រើនការស្រាវជ្រាវរបស់ BYU បានរកឃើញថាមនុស្សមានបញ្ហាសុខភាពផ្លូវចិត្តមានច្រើនចំពោះមនុស្សដែលទទួលពន្លឺព្រះអាទិត្យតិចតួចបំផុតផ្ទុយទៅវិញមនុស្សដែលតែងតែប៉ះពាល់ជាមួយនឹងពន្លឺព្រះអាទិត្យក្នុងកម្រិតត្រឹមត្រូវអាចជួយឲ្យសុខភាពផ្លូវចិត្តពួកគេមានភាពល្អប្រសើរច្រើនចា៎នេះគឺជាកត្តាដ៏សំខាន់ចំណុចទី3ពន្លឺព្រះអាទិត្យជួយឲ្យមនុស្សគេងលក់ស្រួលសារធាតុសេរ៉ូណូទីនដែលអ្នកស្រូបពីកាំរស្មីពន្លឺព្រះអាទិត្យចាវាបានបង្កើនអារម្មណ៍របស់អ្នកហើយវាក៏អាចជួយឲ្យអ្នកបានសម្រាកបានច្រើននៅពេលយប់ការធ្វើការរួមគ្នាជាមួយនឹងសារធាតុសេរ៉ូណូទីននិងសារធាតុមេឡាណូទីនជាសារធាតុគីមីនៅក្នុងខួរក្បាលរបស់អ្នកវានឹងធ្វើឲ្យអ្នកគេងលក់បានយូរចំណុចទី4ឆ្អឹងរឹងមាំចាអត្ថប្រយោជន៍ជាក់លាក់បំផុតមួយនៃវីតាមីន D គឺធ្វើឲ្យឆ្អឹងនិងធ្មេញរឹងមាំហេតុនេះអ្នកត្រូវស្រូបយកកាំរស្មីព្រះអាទិត្យក្នុងកម្រិតសមស្របដើម្បីបង្កើតវីតាមីន D ជួយឆ្អឹងរបស់អ្នកឲ្យកាន់រឹងមាំឡើងលើសពីនេះការទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក៏ជួយឲ្យរាងកាយរបស់អ្នកស្រូបយកជាតិកាល់ស្យូមបានល្អផងដែរចា៎ចំណុចទី5រក្សាសម្ពាធឈាមយើងឲ្យបានល្អនៅពេលដែលពន្លឺព្រះអាទិត្យប៉ះស្បែករាងកាយរបស់អ្នកបញ្ចេញសារធាតុមួយយ៉ាងហៅថានីត្រិកអុកស៊ីតចូលទៅក្នុងឈាមរបស់អ្នកសមាសធាតុនេះវានឹងកាត់បន្ថយសម្ពាធឈាមនិងធ្វើឲ្យសុខភាពបេះដូងប្រសើរឡើងការរក្សាសម្ពាធឈាមឲ្យមានសុខភាពល្អអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលចាមួយវិញទៀតអារម្មណ៍ល្អនៃការសម្រាកបានគ្រប់គ្រាន់ក៏អាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចូលដោយធម្មជាតិបានផងដែរដូច្នេះការបង្កើតសុភមង្គលរបស់អ្នកដោយការស្រូបកាំរស្មីក៏ជួយក្នុងការរក្សាសម្ពាធឈាមរបស់អ្នកបានដូចគ្នាជារួមមកព្រះអាទិត្យអាចជាមិត្តល្អបំផុតរបស់រាងកាយមនុស្សបើសិនជាអ្នកស្រូបយកពន្លឺព្រះអាទិត្យបានត្រឹមត្រូវវាមិនត្រឹមតែជួយបង្កើនអារម្មណ៍ល្អឬជាផ្នែកដ៏មានប្រសិទ្ធភាពនៃការព្យាបាលសម្រាប់ជំងឺធ្លាក់ទឹកចិត្តនោះទេប៉ុន្តែកាំរស្មីព្រះអាទិត្យមានអត្ថប្រយោជន៍សំខាន់សម្រាប់សុខុមាលភាពរាងកាយរបស់អ្នកគ្រប់គ្នាដូច្នេះបងប្អូននេះគឺជាកត្តាចំណេះដឹងដ៏សំខាន់នៃអត្ថប្រយោជន៍របស់ពន្លឺព្រះអាទិត្យចាបងប្អូនមើលដូចជាដើមឈើរុក្ខជាតិជាដើមមិនថាត្រឹមមនុស្សយើងទេត្រូវការស្រូបយកពន្លឺកាំរស្មីពីព្រះអាទិត្យ
រុក្ខជាតិក៏អញ្ចឹងដែរបងប្អូនសួរទីហោបង្កាលណាបងប្អូនយកនៅដើមឈើដាំនៅក្នុងម្លប់បងប្អូនឃើញណាការលូតលាស់របស់ដើមឈើនោះគឺវាអត់បានល្អប្រសើរនោះទេតែទុយទៅវិញប្រសិនបើបងប្អូនអរគ្នាដាំនៅដើមឈើឬក៏កូនរុក្ខជាតិអ្វីផ្សេងបងប្អូនដាក់នៅខាងក្រៅចាមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក៏វាធ្វើឲ្យដើមឈើនោះលូតលាស់បានល្អដែរដូចជាសម្លៀកបំពាក់ឬក៏របស់មួយចំនួនកាលណាបងប្អូនຕົកនៅក្នុងរបស់ជាកន្លែងដែលថាអាប់អួរខ្វល់នៅពន្លឺព្រះអាទិត្យចេញចូលក៏វាធ្វើឲ្យឡើងធំក្លិនខ្មួដប់ផ្សិតជាដើមហើយរបស់នោះឆាប់ខូចទៀតឆាប់ពុកទៀតនេះគឺជាអត្ថប្រយោជន៍ចាស់សំខាន់ទូទ្រូដែលខ្ញុំបានធ្វើការណែនាំអញ្ចឹងបងប្អូនព្យាយាមអនុវត្តតាមរៀនសូត្រតាមធ្វើតាមដើម្បីបង្កើតសុខភាពស្បែកខួរក្បាលសម្ពាធឈាមឆ្អឹងរបស់យើងឲ្យបានកាន់តែល្អប្រសើរចាស់មួយថ្ងៃទៀតគឺសម្រាប់អ្នកថាអ៊ំពូមីលោកយាយលោកតាដែលគាត់ទុនមានអាការៈទុនចារួញសាច់ដុំក៏ខ្ញុំសូមលើកទឹកចិត្តឲ្យគាត់ចាក្នុងមួយថ្ងៃគាត់ទៅ5ថ្ងៃពេលព្រឹកព្រលឹមចន្លោះចាប់ពីម៉ោង6ទៅដល់ម៉ោង8ព្រឹកកុំឲ្យលើសពីនេះណាបងប្អូនអញ្ចឹងទៅពីព្រោះពេលព្រឹកព្រលឹមគឺជាពេលវេលាមួយដ៏ល្អប្រសើរអញ្ចឹងទៅលើកាំរស្មីគឺវាអត់ដៅខ្លាំងនោះទេកាលណាវាប៉ះនឹងស្បែកយើងក៏អត់ធ្វើឲ្យស្បែកយើងមានផលប៉ះពាល់ដែរកាលណាអ៊ំពូមីងទៅ5ថ្ងៃចាប់ពីចន្លោះម៉ោង8ឡើងទៅកម្ដៅព្រះអាទិត្យឡើងខ្លាំងគឺវាជួយមានផលប៉ះពាល់ទៅដល់ស្បែករបស់យើងអញ្ចឹងពេលដែលយើងទទួលយើងទៅ5ថ្ងៃក៏ត្រូវទៅតាមស្តង់ដាររបស់វិជ្ជបណ្ឌិតដុកទ័រគាត់បានធ្វើការណែនាំជូនបងប្អូននៅថ្ងៃទៀតសម្រាប់ទារកកូនក្មេងក៏ចឹងដែរបងប្អូនឃើញអត់កូនក្មេងខ្លះយើងឃើញពេលនោះក៏មានអាណាព្យាបាលគាត់ចាបងប្អូននិយាយតាមគាត់យកគាត់ទៅ5ថ្ងៃពេលព្រឹកព្រលឹមដោយសារមូលហេតុអីក៏បងមកដឹងហើយគឺធ្វើឲ្យក្មេងហ្នឹងរឹងមាំតែម្ដងចាអញ្ចឹងអត្ថប្រយោជន៍វាសំខាន់យ៉ាងខ្លាំងនៃដីភ្លើងខ្យល់ពលិប្រតិអញ្ចឹងទៅសារធាតុទាំង5 6នេះយើងជាកោតជាមនុស្សនៅលើភពផែនដីมันអាចខ្វះមួយណាបាននោះទេប៉ុន្តែចំណុចសំខាន់យើងត្រូវប្រើប្រាស់ស្រូបយកទៅតាមស្តង់ដារកម្រិតណាមួយដែលសមហេតុសមផលมันអាចឲ្យលើសក៏មិនអាចឲ្យខ្វះដែរដែលវាជាកត្តានាំឲ្យមនុស្សយើងមានអន្តរាយឬក៏មានគ្រោះថ្នាក់ចា៎បងប្អូនមានដឹងអត់ពន្លឺព្រះអាទិត្យមានសារៈសំខាន់ដល់សុខភាពមនុស្សច្រើនកម្រិតណាចា៎ការពីពេលថ្មីនេះក្រុមអ្នកវិទ្យាសាស្ត្របានបញ្ចេញរបាយការណ៍មួយដែលបង្ហាញអំពីគុណធម៌ប្រយោជន៍របស់ពន្លឺព្រះអាទិត្យមកលើសុខភាពមនុស្សនិងព្រមទាំងអាចជួយឲ្យមនុស្សយើងគេចផុតពីជំងឺច្រើនមុខទៀតយោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យម៉ាឡាហ្កាប្រទេសអេស្ប៉ាញបានបង្ហាញថាការស្រូបយកពន្លឺព្រះអាទិត្យជាពិសេសគឺនៅពេលព្រឹកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នាព្រោះវាអាចជួយឲ្យពួកគេគេចផុតពីជំងឺទឹកនោមផ្អែមនិងភាពធាត់ជ្រុលបានចាអូពិតជាអស្ចារ្យយ៉ាងខ្លាំងចាសម្រាប់បងប្អូននៃការជំងឺទឹកនោមផ្អែមហើយអ្នកធាត់ជ្រុលគួរតែទៅឆ្លៀតពេលតាហាតែកុំដេកច្រើនពេកណាបងប្អូនចាអញ្ចឹងទៅអ្នកវិទ្យាសាស្ត្រហ្នឹងក៏បានបញ្ជាក់ថែមទៀតថានៅពេលដែលមនុស្សស្រូបយកពន្លឺព្រះអាទិត្យនោះកម្រិតវីតាមីន D នៅក្នុងខ្លួនក៏មានការកើនឡើងផងដែរហើយវីតាមីន D មួយនេះគឺមានមុខងារយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដំណើរនៃការដុតរំលាយអាហារនៅក្នុងរាងកាយដែលនេះគឺជាមូលហេតុមួយក្នុងការជួយឲ្យមនុស្សជៀសផុតពីការឡើងសម្ពាធឈាមខ្ពស់ធាត់ជ្រុលនិងជាពិសេសនោះគឺជំងឺទឹកនោមផ្អែមនេះតែម្ដងលើសពីនេះទៅទៀតវីតាមីន D ក៏បានជួយគ្រប់គ្រងសារជាតិកាល់ស្យូមនៅក្នុងខ្លួនដើម្បីរក្សាឆ្អឹងនិងសាច់ដុំឲ្យមានសុខភាពល្អព្រមទាំងជួយសម្រួលទៅដល់ប្រព័ន្ធស៊ាំនៅក្នុងសារពាង្គកាយដែលធ្វើឲ្យមនុស្សគេចផុតពីជំងឺហឺតជំងឺក្អកចាគេហៅជំងឺស្បែកប៊ីយ៉ាហ្នឹងលោក Mr. Manu Mitchell Jorrell នៃសាកលវិទ្យាល័យ Malaga បាននិយាយថាពិតណាស់ការរកឃើញថ្មីរបស់យើងនេះគឺសំដៅទៅលើសារៈប្រយោជន៍នៃវីតាមីន D សម្រាប់មនុស្សដើម្បីទទួលបានវីតាមីន D មនុស្សគ្រាន់តែចេញទៅក្រៅរកកន្លែងដែលស្រឡះល្អដើម្បីឲ្យពួកគេស្រូបយកពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់នោះអាចធ្វើឲ្យពួកគេគេចផុតពីជំងឺជាច្រើនមុខបានទាំងហើយនេះគឺជាការរកឃើញថ្មីមួយទៀត
ដើម្បីឲ្យពួកគេស្រូបយកពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់នោះក៏អាចជួយឲ្យពួកគេគេចផុតពីជំងឺជាច្រើនមុខបានទៅហើយនេះគឺជាការរកឃើញថ្មីមួយទៀតរបស់អ្នកវិទ្យាសាស្ត្រដូច្នេះពួកយើងគួរតែឆ្លៀតពេលដើម្បីចេញទៅស្រូបយកខ្យល់បរិយាកាសជាពិសេសនោះពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹមដើម្បីអាចឲ្យសុខភាពរបស់យើងវិវត្តកាន់តែល្អនិងជៀសឆ្ងាយពីជំងឺផ្សេងៗទៀតហើយមួយផ្នែកផ្សេងទៀតអត្ថប្រយោជន៍របស់ពន្លឺព្រះអាទិត្យមិនត្រឹមតែជួយប្រយុទ្ធប្រឆាំងនឹងភាពតានតឹងប៉ុណ្ណោះទេខណៈពេលដែលក្រុមអ្នកស្រាវជ្រាវមិនមានការវាស់ស្ទង់ពិតប្រាកដមួយណានៅតែតាមរយៈពេលដែលអ្នកគួរនៅក្រោមពន្លឺព្រះអាទិត្យខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែទទួលពន្លឺព្រះអាទិត្យខ្លះៗធ្វើឲ្យឆ្អឹងរឹងមាំការប៉ះពាល់នឹងកាំរស្មីអ៊ុលត្រាចាក្រៅ UV ហ្នឹង DUV ហ្នឹងនៃពន្លឺព្រះអាទិត្យឥឡូវវីដេអូយើងក៏ចូលដល់ទីបញ្ចប់ហើយក៏សូមអរគុណចំពោះការតាមដានរបស់បងប្អូនទាំងគ្នាចាសូមអរគុណបាយបាយជួបគ្នាឱកាសក្រោយទៀតណា